มันទាំងអស់គ្នាដែរលឿនបន្តិចមកណែក្តានអើយឯងដើរត្រូវប្រុងប្រយ័ត្នផងវាជាទូទៅនៅរដូវកាលនេះគេតែងតែដាក់អន្ទាក់កុំរត់នឹងលោតផ្ដេសផ្ដាសប្រយ័ត្នជាប់អន្ទាក់នាំឲ្យវេទនាខ្លួនណាដឹងហើយខ្ញុំនឹងប្រុងប្រយ័ត្ននេះមកពីខ្ញុំអន្ទាក់សារពេកនឹងណាមន់ឯងហើតែបន្តិចអាចទៅដល់កន្លែងពិធីមុនហើយឯងចាំបាច់មកធ្វើដំណើរជាមួយពួកយើងធ្វើអីយ៉ាងនេះធ្វើឲ្យឯងហត់នឿយណាស់ហើយអូមិនអីទេ3នាក់គ្នាយើងបានរួមសុខរួមទុក្ខនឹងគ្នាហើយមួយឆ្នាំមានពិធីបុណ្យតែម្ដងយើងត្រូវតែរួមដំណើរជាមួយគ្នាអញ្ចឹងហើយត្រូវហើយពួកយើងត្រូវតែរួមដំណើរជាមួយគ្នាអូមានអំបៅស្អាតណាស់ជប់ភ្លាមយើងត្រូវតែរត់ដេញឯងឲ្យទាន់មានអំបៅខៀវចាប់ឯងឲ្យបានណែក្តាន់ឯងរត់តាមផ្លូវត្រូវតែប្រយ័ត្នបន្តិចចរិតរបស់ក្តាន់តែអញ្ចឹងចូលចិត្តសប្បាយរីករាយណាស់ដើរតាមផ្លូវមិនសូវចេះប្រយ័ត្នប្រយែងទាល់តែសោះឯងនៅទីនេះទេហ៎អូយជួយផងសំឡេងរបស់មិត្តក្តាន់តើមានរឿងធំហើយលឿនឡើងទៅមើលមិត្តក្តាន់យ៉ាងម៉េចហើយអូយស្លាប់ហើយក្តាន់ជាប់អន្ទាក់ហើយខ្ញុំបានប្រាប់ឯងហើយតែឯងមិនស្ដាប់សោះឥឡូវជាប់អន្ទាក់ហើយកុំស្រែកខ្លាំងពេកមិនអញ្ចឹងទេព្រានព្រៃលឺឥឡូវនឹងហើយអូយខ្ញុំសន្យាថាចាប់ពីពេលនេះទៅខ្ញុំនឹងស្ដាប់តាមសម្ដីរបស់ឯងតែឥឡូវជួយខ្ញុំសិនមកបើពុំដូច្នោះទេព្រានព្រៃមកដល់គឺចប់ហើយអូយអន្ទាក់ធំណាស់បើតាមកម្លាំងរបស់យើងគឺមិនអាចទាញដោះចេញបានទេមានតែត្រូវប្រើល្បិចតែប៉ុណ្ណោះល្បិចអីក៏ល្បិចទៅប្រញាប់ជួយខ្ញុំភ្លាមមកខ្ញុំនឹកឃើញហើយគឺយ៉ាងនេះមិនកើតទេដឹងធ្វើអញ្ចឹងមិត្តអណ្ដើកប្រកាសជាត្រូវព្រាមព្រៃចាប់ទៅហើយមិនអីទេខ្ញុំនឹងរកល្បិចផ្សេងទៀតសំខាន់ត្រូវជួយឯងជាមុនសិនអាហាល្អណាស់បានក្តាន់ធាត់សាច់ខ្ចីតែគួរឲ្យស្ដាយណាស់វាងាប់បាត់មិនដឹងជាជាប់អន្ទាក់តាំងពីពេលណាមកទេនៅល្អអន្តើទើបតែងាប់ទេខ្លួនរបស់វានៅក្តៅនៅឡើយ